Hello everyone សួស្តីអ្នកនរគ្នាថ្ងៃនេះមកជួបខ្ញុំបាទទៀតហើយថ្ងៃនេះខ្ញុំមកប្រាប់អ្នកនរគ្នាពីរបៀបគ្រប់គ្រងនៅ risk management អ្នកនរគ្នាជោគជ័យឬក៏បរាជ័យនៅក្នុងវិស័យ trading នេះគឺអាស្រ័យលើការគ្រប់គ្រង risk management បើអ្នកនរគ្នាមានការគ្រប់គ្រង risk management ត្រឹមត្រូវវិស័យ trading របស់អ្នកនរគ្នានឹងអាចយូរអង្វែងតទៅមុខបើសិនជាអ្នកនរគ្នាគ្រប់គ្រង risk management អត់បានត្រឹមត្រូវទេវិស័យ trading របស់អ្នកនរគ្នានឹងបរាជ័យហើយអញ្ចឹងដើម្បីមកយល់ដឹងអំពីការគ្រប់គ្រង management អ្នកនរគ្នាត្រូវតែចេះកំណត់នៅTP ហើយនិង take profit SL ហើយនិង TP SL មានន័យថាstop loss TP មានន័យថា take profit អញ្ចឹងខ្ញុំមកប្រាប់ពីអ្នកនរគ្នារបៀបដាក់ SL និង TP ហើយនឹងរបៀបប្រើយើងដាក់ buy stop loss ឬក៏ sell buy limit ឬក៏ sell limit អញ្ចឹងរបៀបដាក់អ្នកនរគ្នាគ្រាន់តែចូលមកកន្លែងនេះមកចំណុចពណ៌ខៀវដូចរូបនាឡិកាហ្នឹងអ្នកនរគ្នាចូលចុងកន្លែងហ្នឹងមកហើយអ្នកនរគ្នាចង់កំណត់ឧទាហរណ៍ចង់កំណត់ប្រហែលចង់ buy limit អ្នកនរគ្នាចុចកន្លែង buy limit ចឹងមកចង់ sell limit ចង់ដាក់ sell limit មកឧទាហរណ៍ថាអ្នកនរគ្នាចង់ sell នៅចំណុចណាឧទាហរណ៍បើយើងដាក់ខាងក្រោមនេះយើងចាំឲ្យទីផ្សារហត់មកប៉ះអាហ្នឹងមានន័យថាយើង sell limit បើ buy limit មានន័យថាយើងចាំ buy នៅខាងក្រោមឧទាហរណ៍យើងដាក់ប៉ុណ្ណេះយើងកំណត់មកយើងឧទាហរណ៍យើងមាន balance ប្រមាណឧទាហរណ៍ balance $100បើសិនជាយើងចង់ឲ្យវា safe វាសុវត្ថិភាពនៅ balance របស់យើងអ្នកនរគ្នាអាចលក្ខណៈថាអាចកំណត់ risk ខាត1 2 1លើ2យ៉ាងទៅឧទាហរណ៍អ្នកនរគ្នាមាន$100អ្នកនរគ្នាអាចជន់ 0.01 ហើយមក trade យើងកំណត់ឲ្យខាត$10ឧទាហរណ៍យើងចុចចំលើ SL មកហើយយើងដាក់ចេញមក trade យើងឲ្យខាត$10ហើយយើងចង់ឲ្យចំណេញប៉ុន្មានចំណេញ$20យើងចុចចំ TP មកហើយយើងសេរីយកចំនួន$20ប៉ុណ្ណឹងមកអូខេអញ្ចឹងឬហើយយើងចុចសញ្ញាព្រួយអញ្ចឹងមកវានឹងចូលទៅដល់កន្លែងវានឹង load នៅលើហ្នឹងហើយអញ្ចឹងខ្ញុំចូលទៅ account មួយទៀតដើម្បីឧទាហរណ៍ឲ្យអ្នកនរគ្នាមើល account នេះអត់មាន balance ទេអញ្ចឹងហើយខ្ញុំឧទាហរណ៍មើលគ្រាន់តែយើងចង់ sell buy limit នៅប្រព័ន្ធនេះយើងចុចអញ្ចឹងមកហើយកំណត់ stop loss មានន័យថាខាតអូតូ SL ហ្នឹងមានន័យថាឲ្យទៅវាមកប៉ះកន្លែងហ្នឹងយើងកំណត់ឲ្យខាត$10គឺវាខាតតែ$10ហ្នឹងទេក្នុងមួយ trade អញ្ចឹងពេលដែលវាធ្លាក់ផុតអ្វីដែលយើងកំណត់ហើយមកប៉ះនឹង TP មកប៉ះនឹង SL មានន័យថាវាកាត់ខាតអូតូអត់ពិបាកយើងចុច close ទេបើថា TP ក៏ដូចគ្នាពេលដែលយើងកំណត់ប៉ុណ្្នឹងហើយហក់ឡើងទៅលើដល់កន្លែងកំណត់របស់យើងអាហ្នឹងមានន័យថាវាកាត់ចំណេញឲ្យយើងអូតូខ្ញុំឧទាហរណ៍ខ្ញុំចុចកន្លែងនេះមកចុចប៉ុណ្្នឹងមកហើយចុចនេះចុច place buy limit ចុចចំប៉ុណ្្នឹងមកអូខេវានឹង load មក buy limit ឲ្យឃើញអត់ចាំទៅពេលទីផ្សារហក់មកប៉ះធ្លាក់មកប៉ះមកវាចុច load buy auto ឲ្យយើងអត់ពិបាកឲ្យយើងគួយចាំទេអាហ្នឹងលក្ខណៈថាកំណត់ buy limit ឬក៏ sell limit ពេលយើងចង់ loop វិញយើងក៏ចុចចំពីលើមកអូសពីលើបន្តិចមកនេះបងប្អូនចុចចំពីលើមកបាទនៅក្នុងកំណត់កន្លែងនេះអ្នកនរគ្នាអាចកំណត់ថាកំណត់ចំនួនខាតចំនួនចំណេញនៅលើហ្នឹងក៏បានដែរឧទាហរណ៍ថាយើង buy 0.01 ប៉ុណ្ណឹង TP stop loss នៅក្នុងនេះយើងមានកន្លែងកំណត់យើងចង់ដាក់ប៉ុណ្ណាក៏បានដែរអាស្រ័យលើយើងដាក់ឧទាហរណ៍យើងដាក់កន្លែង$ប្រាយកន្លែងនេះសម្រាប់ឲ្យយើងរើសយើងយកកំណត់ខាតប៉ុន្មានលេខអីប៉ុន្មានលេខតែអ្នកនរគ្នាអត់សំខាន់ទេកន្លែងហ្នឹងបាច់ចាំទៅខ្វល់ទេសំខាន់យើងអាចសេរីនឹងពីលើដៃបានយើងសេរីផ្ទាល់ខ្លួនយើងបានមកវាស្រួលជាងយើងទៅកំណត់មើលលេខអីញ៉ៃយើងសេរីចឹងលឿនជាងចង់ចំណេញ1លើ2យើងដាក់1លើ2ចឹងមកបាយពឹបហើយ sell ដូចគ្នាដែរឧទាហរណ៍ថា sell អ្នកនរគ្នាចុចយកកន្លែង sell limit ចុចចំកន្លែង sell មកយើងអូសទៅលើឧទាហរណ៍ថាយើងចង់ប៉ុណ្ណេះយើងដាក់ដូចគ្នាមកហើយ TP 20លេខដូចគ្នានឹង20លេខគ្នា1លើ2មានថាមួយ trade នេះយើងខាតតែ$10ទេហើយយើងចំណេញវិញចំណេញ$20អាហ្នឹងអាស្រ័យលើដើមទុនអ្នកនរគ្នា$100
ប្រើ0.01 ឬក៏0.02 ទៅអូខេហើយប៉ុណ្ណឹងហ៎ចឹងប្រើទៅប៉ុណ្ណឹងទៅបានហើយអាហ្នឹងរបៀបលក្ខណៈថាយើងគ្រប់គ្រង risk management របស់យើងហើយនឹង buy កំណត់ buy sell limit ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងយល់ហើយនឹងចេះគ្រប់គ្រង risk management ឲ្យបានត្រឹមត្រូវអរគុណច្រើន